យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី1 ខែមីនាឆ្នាំ2025នេះបានឲ្យដឹងថាទំនិញល្មើសច្បាប់និងខូចគុណភាព107មុខត្រូវបានកំទេចចោលកាលពីព្រឹកថ្ងៃទី28 ខែកុម្ភៈឆ្នាំ2025នៅទីតាំងក្រុមហ៊ុនជីបម៉ុង NC Cement Corporation ស្ថិតក្នុងភូមិព្រៃតាព្រេចឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពតដោយអគ្គនាយកដ្ឋានគុយនិងរដ្ឋាភិបាលកម្ពុជាអករុសហការជាមួយក្រុមហ៊ុនជីបម៉ុង NC Cement Corporation ដែលមានលដុតបំពាក់នៅបច្ចេកវិទ្យាមេត្រីភាពបរិស្ថាននិងសុវត្ថិភាពខ្ពស់ក្នុងការកំទេចដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្សសត្វនិងបរិស្ថានជុំវិញពិធីបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតគុណញឹមរដ្ឋមន្ត្រីប្រតិភូអំនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគុយនិងរដ្ឋាភិបាលកម្ពុជានិងលោកអ្នកអង្គការលៀងខុនសហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីអង្គទូតដៃគូអភិវឌ្ឍន៍នានាអ្នកអង្គការលៀងពៅនាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង NC Cement តំណាងក្រុមហ៊ុននាំចូលបារីម្ចាស់សិទ្ធិនាំចូលទំនិញមន្ត្រីកុយនិងសាធារណជនការកំទេចទំនិញល្មើសច្បាប់និងទំនិញខូចគុណភាពត្រូវបានឯកឧត្តមបណ្ឌិតគុណញឹមលើកឡើងថាជាការអនុវត្តបន្តនៅលទ្ធផលនៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធនិងការការពារសង្គមឯកឧត្តមបណ្ឌិតបន្តថាអគ្គនាយកដ្ឋានគុយបានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគវនៃក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានដោយយកសំណាក់ទំនិញមួយចំនួនមកធ្វើការវិភាគដើម្បីកំណត់វិធីសាស្ត្រកំទេចបំផ្លាញជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ក្នុងចំណោមទំនិញដែលអគ្គនាយកដ្ឋានគុយទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការកំទេចចោលនាពេលនេះមានចំនួន107មុខនិងមានទម្ងន់ប្រមាណ507តោនសមិទ្ធផលនេះកើតឡើងដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីកុយនិងរដ្ឋាភិបាលនិងមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ក្រាបទំនិញខូចគុណភាពទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ប្រជាពលរដ្ឋបរិស្ថាននិងសង្គមជាតិនេះបើតាមឯកឧត្តមបណ្ឌិតគុណញឹមបញ្ជាក់ក៏បីជម្រាបជូនថាអគ្គនាយកដ្ឋានគុយនិងរដ្ឋាភិបាលកម្ពុជាអាកូជាអង្គភាពជំនាញស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយមានមុខងារស្នូលក្នុងការគ្រប់គ្រងលើទំនិញនាំចេញនាំចូលនិងការប្រមូលពន្ធនិងអាករចូលថវិកាជាតិបន្ថែមពីលើមុខងារចម្បងនេះអគ្គនាយកដ្ឋានគុយក៏មានតួនាទីនិងភារកិច្ចសំខាន់មួយចំនួនទៀតដូចជាផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធនិងការការពារសង្គមជាការកត់សម្គាល់អគ្គនាយកដ្ឋានគុយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបង្ក្រាបបានទំនិញល្មើសច្បាប់ស្ដីពីគុយនិងច្បាប់ផ្សេងទៀតជាច្រើនមុខបន្ថែមលើនេះអគ្គនាយកដ្ឋានគុយក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទំនិញคล้ายទំនិញរំលោភកម្មសិទ្ធិបញ្ញានិងរំលោភសិទ្ធិនាំចូលចែកចាយផ្ដាច់មុខទំនិញមួយចំនួនផងដែរការបំផ្លាញនិងដុតចោលទំនិញល្មើសច្បាប់ទំនិញខូចគុណភាពនិងទំនិញហាមឃាត់នានាដែលអគ្គនាយកដ្ឋានគុយបង្ក្រាបបានតែងតែធ្វើឡើងជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយដាច់ដោយឡែកពីគ្នាដូចជាការកិនបំផ្លាញកាប៊ីនរថយន្តការដុតបំផ្លាញសាច់និងគ្រឿងក្នុងសត្វខូចគុណភាពបំណែកសាច់ហាមឃាត់និងការចូលរួមដុតបំផ្លាញគ្រឿងញៀនជាដើម